នេះជាក្បាច់ថ្មីដែលយើងយកមកចែកជូនបងមើលគេហៅដាប់បក្រឆិចតែកន្លែងមុននឹងដាប់បក្រឆិចគេមានក្បាច់មួយគេលាក់អាកំបាំងនៅមុខនឹងអញ្ចឹងណាធ្វើមិនដល់ពេលដែលយើងចាក់ចេញមកអាកន្លែងមុខវាហ្នឹងគឺឃើញស្អាតណាអញ្ចឹងបងអាចមើលពីក្បាច់នឹងបានអាក្បាច់ដំបូងគេដែលយើងពងបង្ហាញជូនបងហ្នឹងណាពេលដែលបងចាក់ចេញមកអាហ្នឹងគឺមួយតែយើងអត់រាប់ជាដាប់បក្រឆិចទេដល់តែយើងចាក់មួយទៀតនេះបានយើងហៅថាជាវ៉ាន់ដាប់បក្រឆិចណាបងហើយដើម្បីចំណាំយើងយកមកចូលខ្ទាស់មួយដើម្បីយកមកខ្ទាស់វាមកដើម្បីកុំឲ្យថាច្រឡំអាដំបងហើយនឹងបន្ទាប់ហ្នឹងអញ្ចឹងយើងចាប់ផ្ដើមចាក់បន្តមកហើយយើងនឹងបង្ហាញបងបន្ទាប់ទៀតនៅពេលដែលឡើងដល់ជួរទី2ឥឡូវនេះជួរទី1ដំបូងអញ្ចឹងបងអាចមើលបានពេលដែលយើងចាក់ដល់គោលដៅកន្លែងខ្ទាស់ហ្នឹងវិញហើយបងយើងចាក់ចូលកន្លែងដែលយើងខ្ទាស់កុំចាក់ចូលកន្លែងដំបូងហើយអានេះគឺក្បាច់គួចលើកទី2ហើយនឹងក្បាច់ឡើងទៅលើក្បាច់គេឡើងទៅលើគឺយើងត្រូវទាញរៀងឲ្យបានវែងបន្តិចហើយយើងកវត្តដូចក្នុងវីដេអូហ្នឹងអញ្ចឹងដើម្បីធ្វើចាក់ឲ្យដូចក្បាច់ទី1គ្រាន់ថាក្បាច់ទី2គឺវាខុសពីទី1បន្តិចអញ្ចឹងយើងមើលទៅតាមហ្នឹងចាក់អញ្ចឹងទៅដោយគេអញ្ចឹងទៅគឺអត់ខុសទេបងហើយអាហ្នឹងដូចគ្នាគឺកន្លែងហ្នឹងយើងអត់គិតមួយដាក់បក្រឆិចទេយើងបន្ទាប់មកបានយើងចាក់ចូលអាកន្លែងហ្នឹងដដែលបានយើងហៅគិតជាមួយដាក់បក្រឆិចបងអញ្ចឹងដើម្បីកុំឲ្យយើងច្រឡំយើងអាចយកមកចូលខ្ទាស់ដើម្បីខ្ទាស់កន្លែងហ្នឹងបានអញ្ចឹងណាអញ្ចឹងបងមើលបានគឺវាចេញមកវាស្អាតមើលចេញមកឃើញវាស្អាតអញ្ចឹងឃើញភ្លីចេញមកក៏វាស្អាតកន្លែងធ្នេកន្លែងយើងភ្ជាប់ក៏វាអត់ឃើញមុខអាក្រក់ដោយការយើងអត់តន់ចេះចាក់ក្បាច់នឹងដែរអញ្ចឹងបងអាចសាករៀនក្បាច់នឹងបានអញ្ចឹងបន្ទាប់មកឥឡូវចេះយើងគឺចាក់ឲ្យវាឲ្យហើយកន្លែងនឹងឲ្យអស់ណាដើម្បីមើលថាពេលដែលយើងចាក់ហើយវាស្អាតស្មើដូចអ្វីដែរនៅក្នុងក្បាច់ថ្មីនឹងអត់អញ្ចឹងណាបងអញ្ចឹងយើងចាក់បន្តរហូតដល់ចុងបញ្ចប់នេះបងឃើញអញ្ចឹងអត់ឃើញប្រហោងវាអាខាងក្រោមនេះអត់គឺឃើញវាចេញមកស្អាតអត់មានឃើញភ្លីធ្នេអីញ៉ៃញ៉ៃទេអញ្ចឹងបន្ទាប់មកមានអីពិបាកអីចាក់ដោយក្បាច់ទី2ឡើងទៅលើបណ្ដេញឡើង